តើសម្លាញ់ធ្លាប់មានអារម្មណ៍ថាខ្លួនឯងក្រជាងគេដែរទេមានបុរសម្នាក់តែងតែត្អូញត្អែថាខ្លួនឯងគ្មានលុយគ្មានឡានជិះនិងគ្មានផ្ទះធំដូចគេថ្ងៃមួយគាត់បានជួបនឹងអ្នកប្រាជ្ញម្នាក់អ្នកប្រាជ្ញនោះសួរថាបើខ្ញុំឲ្យលុយលោក$1 លានតែខ្ញុំសុំដូរយកភ្នែករបស់អ្នកទាំងសងខាងតើព្រមទេបុរសនោះឆ្លើយតបយ៉ាងដាច់អហង្ការថាទេខ្ញុំមិនព្រមឡើយអ្នកប្រាជ្ញសើចរួចនិយាយថាឃើញទេក្នុងខ្លួនរបស់អ្នកមានសម្បត្តិទ្រព្យរាប់លានដុល្លារទៅហើយតែអ្នកបែរជាមើលវាមិនឃើញទៅវិញកុំប្រៀបធៀបរបស់អ្នកដែលខ្វះជាមួយនឹងរបស់អ្នកដទៃដែលមានត្រូវចេះដឹងគុណនៅរបស់ដ៏មានតម្លៃដែលអ្នកកំពុងមាននៅក្នុងដៃ